សួស្តីបងប្អូនទាំងអស់គ្នាបាទស្វាគមន៍មកកាន់វីដេអូថ្មីនៅក្នុង Channel YouTube របស់ខ្ញុំ Share Home សាជាថ្មីនៅក្នុងវីដេអូនេះគឺខ្ញុំមកនិយាយតាក់ទងជាមួយនឹងគម្រោង Digital Kit ទាំង3ណាសម្រាប់បងប្អូនយើងថ្មីបាទអញ្ចឹងនៅក្នុងគម្រោងទាំង3ហ្នឹងមានគម្រោងមួយនេះគឺថោកជាងគេអញ្ចឹងណាប៉ុន្តែខ្ញុំនឹងបង្ហាញពីអត្ថប្រយោជន៍របស់វាបាទថាតើវាបានចំនួនប៉ុណ្ណានៅក្នុងមុខងារនៅក្នុង plan គម្រោងទី1របស់វាហ្នឹងបាទអញ្ចឹងនៅក្នុងនេះបងប្អូនយើងមើលបាននេះគឺយើងរាប់ពីនេះមកវិញណាមើលតាមម៉ៅរបស់ខ្ញុំនេះអាហ្នឹងគឺគម្រោងទី1ហើយនេះគម្រោងទី2បាទហើយនេះគឺគម្រោងទី3នេះគម្រោងទី3ខាងនេះអញ្ចឹងនៅក្នុងគម្រោងទី1បើសិនបងប្អូនគិតជាខែយើងអាចសំវាអញ្ចឹងណាវាគិតឲ្យយើងនៅក្នុងគម្រោងទី1ហ្នឹងមាន$1.94នៅក្នុងមួយខែហើយបើសិនជាប៉ុន្តែវាអត់គិតវាអត់យើងអត់អាចធ្វើការទិញអាហ្នឹងជាខែបានទេគឺយើងទិញជាឆ្នាំបាទវាគ្រាន់តែយើងវាគិតជាខែឲ្យយើងអញ្ចឹងណានេះវាបានបញ្ចុះតម្លៃអស់ហើយនៅក្នុងមួយខែហ្នឹងគម្រោងទី1ហ្នឹងគឺគិតតែ$2.08បាទនៅក្នុងគម្រោងទី1ហ្នឹងអញ្ចឹងបើយើងទិញគម្រោងទី1នេះគឺយើងចំណាយ$23.24បាទអញ្ចឹងបងប្អូនយើងបានអីខ្លះយើងអូនតិចមកបងប្អូននឹងមើលនេះបានសញ្ញាគ្រីសចំនួន6សញ្ញាគ្រីសចំនួន6ហ្នឹងគឺបងប្អូនយើងបានអីខ្លះបានជាមួយនឹងការអាប់ឡូតអីនេះបាទនឹង1ហើយនេះ2ខ្ញុំអត់សូវចេះអង់គ្លេសទេយើងបកប្រែជាខ្មែរតិចឲ្យនេះមើលថាតើវាមានអត្ថន័យយ៉ាងម៉េចអញ្ចឹងណានេះអញ្ចឹង6ចំណុចហ្នឹងគឺមានអានេះមួយគេថាផ្ទុកបទចម្រៀងគ្មានដែនកំណត់បាទទី2ផ្ទុកឡើងទំនុកច្រៀងគ្មានដែនកំណត់ទំនុកច្រៀងហ្នឹងគឺ layer វាបាទ layer ទំនុកច្រៀងដែលយើងជាអក្សរហ្នឹងណាអាហ្នឹងគឺទំនុកច្រៀងហើយនេះគឺប្រវត្តិរូបសិល្បករដែលបានចោទឈ្មោះនៅក្នុងនេះក្នុងកម្មវិធីនេះបាទកម្មវិធីហ្នឹងបាទហើយទី4គឺបង្កើតការបែងចែកសួយសារហ្នឹងលុយយើងនឹងឯងអ្នកគ្នាលុយយើងបានពីចម្រៀងហ្នឹងណាពីបែងចែកទៅណាបែងចែកទៅក្រុមហ៊ុនខ្លះបែងចែកមកយើងខ្លះអញ្ចឹងណាបាទហើយទី5អានេះគឺការចូលប្រើឧបករណ៍ផ្សព្វផ្សាយឥតដែនកំណត់បាទផ្សព្វផ្សាយដែនកំណត់ហ្នឹងគឺក្រុមហ៊ុនអ្នកគ្នាបាទគឺក្រុមហ៊ុនហើយនេះគឺការចូលប្រើនៅក្នុងកម្មវិធីទូរស័ព្ទដៃបាទអញ្ចឹងកម្មវិធី Digital Kit វាមាន app វាមួយនៅក្នុង Play Store ណាបាទឬក៏បើសិនជា iPhone Google Play ជាស្រ័យបើសិនជា iPhone App Store បាទអញ្ចឹងណាយើងអាចប្រើនៅក្នុង app បានអញ្ចឹងអានេះគឺ plan ទី1យើងបានប៉ុណ្្នឹងឯងនេះណា plan ទី1នេះគម្រោងទី1នេះគឺយើងបានប៉ុណ្្នឹងឯងហើយគម្រោងទី1ហ្នឹងបងប្អូនយើងអាចចុចលើពាក្យថាជ្រើសខ្ញុំឬក៏ចុចលើប៊ូតុងហ្នឹងមកបងប្អូនយើងនឹងបានហើយនេះបាទអញ្ចឹងវាបញ្ជាក់យើងហើយយើងបានចំនួន1អាទិទេនៅក្នុង plan ទី1ហ្នឹងណាបងប្អូនយើងបានតែ1អាទិទេបាទយើងបានតែ1អាទិទេវាបញ្ជាក់នៅខាងក្រោមហ្នឹងណាអ្នកនាងឥឡូវចេញមកវិញឲ្យចូលមកដល់ plan ទី2 plan ទី2នេះគឺវាដាក់បែបនេះជាអក្សរអង់គ្លេសណាឃើញ plan ទី2គឺបើសិនវាបានបញ្ចុះតម្លៃហើយអ្នកនាងបាទវាបញ្ចុះតម្លៃហើយគឺ$3តម្លៃពេញគឺ$3.75វាបានបញ្ចុះនៅសល់តែ$3.44សេននៅក្នុងមួយខែហើយបើសិនបងប្អូនយើងទិញជាឆ្នាំគឺយើងទិញចំណាយ$41.84សេនបាទហើយអត្ថប្រយោជន៍របស់វាដែលយើងទទួលបានមានប៉ុណ្ណេះមានច្រើនជាងplan ទី1ចំនួន2 4 5ដងបាទចំណាយវាច្រើនជាង5ដងណាអញ្ចឹងមានអីខ្លះអ្នកនាងឥឡូវខ្ញុំអានបន្តទៀតឲ្យអ្នកនាងមើលអូខេអញ្ចឹងមិញគឺខ្ញុំបានអានមកដល់ធ្វើការចូលប្រើនេះណានេះធ្វើនេះបាទធ្វើហ្នឹងឥឡូវចូល plan ទី2 plan ទី2បងប្អូនខ្ញុំមើលបាទ plan ទី2គឺយើងអាចទំនុកច្រៀងដែលបានធ្វើសកម្មនៅលើApple Music បាទអញ្ចឹងណាគឺយើងអាចធ្វើការទំនុកច្រៀងនៅក្នុងនោះបានអញ្ចឹងណានេះបាទទី2គឺសតិការផ្សាយប្រចាំបាទទី3គឺឈ្មោះស្លាកដែលអាចបដូរតាមបំណងបានឈ្មោះស្លាកហ្នឹងគឺខ្ញុំអត់សូវយល់ដែរទេអ្នកនាងបាទអត់សូវយល់ទេតែហ្នឹងបាទប៉ុន្តែបងប្អូនចាំទៅបន្ថែមទៀតទៅស្វែងយល់ណាហើយនេះគឺការបាក់ឆែតការបាក់ឆែតនេះគឺខ្ញុំយល់តាក់ទងជាមួយនឹងការអាប់ឡូតវីដេអូជាស្អីអាប់ឡូតចម្រៀងហ្នឹងគឺបងប្អូនយើងអាចដាក់នៅក្នុងថ្ងៃដែលបងប្អូនយើងអាចអាប់ឡូតនឹងបានអញ្ចឹងណានៅក្នុងមួយថ្ងៃបងប្អូនយើងអាចអាប់ឡូតប្រហែលដងគឺយើងអាចដាក់បាននៅខ្លួនឯងអញ្ចឹងណា
បាទហើយទី2គឺហើយចុងក្រោយគឺតម្លៃនេះតម្លៃiTunes តខ្លួនយើងនេះបាទគឺយើងអាចដាក់កំណត់ឲ្យខ្លួនឯងឧទាហរណ៍ថាបងប្អូនយកចង់ដាក់តម្លៃប៉ុន្មានតម្លៃលក់ឲ្យលក់អាចចម្រៀងនឹងក៏ពេលដែលគេចង់ទិញអញ្ចឹងណាបងប្អូនអាចកំណត់បានបាទអាចកំណត់បានទៅហ្នឹងចាំមើលខ្ញុំទិញ plan ហ្នឹងហើយខ្ញុំធ្វើវីដេអូបង្ហាញបងប្អូនយើងទៀតតាក់ទងមួយកន្លែងហ្នឹងបាទហ្នឹងគឺបងប្អូនអាចធ្វើការចុចលើនេះមកដើម្បីយើងចង់ដឹងពីបានប្រហែលអធិបាទអញ្ចឹងនៅក្នុង plan ទី2នេះតម្លៃ41សេននៅក្នុង$41និង84សេននៅក្នុងមួយឆ្នាំហ្នឹងគឺយើងបាន2អធិនេះគេដាក់ថា number បាទអធិ2អធិនេះបាទអាហ្នឹង2អធិបងប្អូនឃើញគឺយើងបានចំនួន2អធិអាហ្នឹងគឺយើងបាន2អធិបាទ2អធិហ្នឹងគឺខ្ញុំចង់និយាយតាក់ទងមួយ2អធិហើយនឹង channel តិចបាទអធិគឺស្មើទៅនឹង channel បើសិនបងប្អូនយើងចង់ដាក់ channel មួយនៅក្នុងមួយអធិគឺអាចដាក់បានបាទអញ្ចឹងបងប្អូនយើងមាន channel YouTube 2បាទ channel ហ្នឹងសិតថា channel ចម្រៀងអង់គ្លេសឬក៏ចម្រៀងកូរ៉េអញ្ចឹងទៅអញ្ចឹងបងប្អូនយើងអាចទិញអា plan ទី2នេះមកយើងអាចបញ្ចូលឈ្មោះ channel របស់យើងហ្នឹងបាទឈ្មោះ channel ឲ្យដូចជាមួយនឹងឈ្មោះអធិបាទអញ្ចឹងបងប្អូនដាក់ឈ្មោះដូចគ្នាមកបងប្អូនយើងអាចរលុយជាមួយនឹងលក់ចម្រៀងឬក៏យើងអាច upload ចម្រៀង YouTube របស់យើងចូលទៅក្នុងក្រុមហ៊ុន DistroKid នឹងបានដែរអញ្ចឹងអធិហើយនឹង channel ឈ្មោះ channel ហ្នឹង name channel យើងហ្នឹងគឺដូចគ្នាដាក់ដូចគ្នាមកអញ្ចឹងណាអញ្ចឹងបងប្អូនយើង2អធិគឺបាន2 channel អូខេអាហ្នឹងប៉ុណ្ណឹងឥឡូវចេញមកវិញចូលដល់គម្រោងទី3គម្រោងចុងក្រោយគឺគម្រោងនេះបាទអត់ទៅចេះអង់គ្លេសទេបងប្អូនប៉ុន្តែខ្ញុំនិយាយជាឆ្នាំហ្មងទៅដោយសារវាទិញជាឆ្នាំអញ្ចឹងមួយឆ្នាំយើងចំណាយ$83.69សេនបាទនៅក្នុងហ្នឹងគឺយើងបានទាំងអស់ហ្មងនេះបានទាំងអស់បាទយើងបូកបន្ថែមជាមួយនឹងអានេះបាទដល់យើងបកប្រែជាខ្មែរបន្តិចឲ្យខ្ញុំមើលអាចុងក្រោយហ្នឹងវាមានអត្ថន័យយ៉ាងម៉េចនេះអញ្ចឹងអ្នកតាមដានតន្ត្រីរបស់អ្នកនៅលើហ្នឹងគឺយើងបានមុខងារហ្នឹងទៀតបានអាមុខងារតាមដានតន្ត្រីនៅលើហ្នឹងណាបាទ Apple ហ្នឹងទៅអានេះគឺការចែកលេខឯកសារធំទំហំ1តេកាបៃបាទ1តេកាបៃឯកសារធំអញ្ចឹងណានៅក្នុងហ្នឹងកាយវិភាគកម្រិតខ្ពស់ចំនួនសំឡេងចម្រៀងម៉ាស៊ីនស្វែងរកព័ត៌មានទាក់ទងបញ្ជីចាក់អីទៅបាទមានច្រើនក្នុងហ្នឹងហើយចំពោះអធិបើសិនបងប្អូនទិញនៅក្នុង plan ហ្នឹងបើសិនបងប្អូនទិញនៅក្នុង plan ទី3ហ្នឹងចុងក្រោយនេះ plan ទី3ចុងក្រោយហ្នឹងយើងចំណាយ$83.64សេនហ្នឹងនៅក្នុងមួយឆ្នាំដំបូងហ្នឹងបងប្អូនចុចលើអាពាក្យនេះមកបងប្អូននឹងឃើញហើយបាទបងប្អូននឹងឃើញយើងបានចំនួន5អធិនេះ5អធិហើយបើសិនជាបងប្អូនយើងគិតថា5អធិហ្នឹងយើងចំណាយប៉ុណ្ណឹងមួយអត់គ្រប់គ្រាន់បងប្អូនយើងអាចទិញចុចលើហ្នឹងមកយក10អធិចឹងលុយកើនទៀតអ្នកអញ្ចឹងយើងត្រូវការចំណាយមួយឆ្នាំ$146.94សេនគឺ10អធិបាទអាហ្នឹងគឺ10អធិ10 channel បាទនេះគេថា number អធិនេះឃើញហ្នឹងអានេះអធិបើសិនបងប្អូនចង់ដាក់មួយ account DistroKid ហ្នឹងចង់ដាក់អធិឲ្យច្រើននេះទៅដល់100អធិ100អធិចំណាយទៅដល់$1000ជាងនោះនេះបាទ$1000ជាងក្នុងមួយឆ្នាំបាទអញ្ចឹងយើងបានទៅដល់100អធិហ៎100អធិហ្នឹងបងប្អូនដាក់ទៅ100 channel ហ្នឹងនេះ100 channel បាទអាហ្នឹងគឺតាមអ្វីដែលខ្ញុំយល់ឃើញណាបាទអធិហ្នឹងគឺស្មើនឹង channel ហ្នឹងនេះណាស្មើនឹង number ឈ្មោះ channel របស់យើងហ្នឹងមួយ account channel យើងហ្នឹងណាបាទអូខេអាហ្នឹងគឺជាការបញ្យល់បែបខ្ញុំរបស់ខ្ញុំបែបហ្នឹងបាទបើសិនបងប្អូនមានការយល់ឃើញផ្សេងទៀតអាចធ្វើការ comment ខាងក្រោមវីដេអូហ្នឹងទៅគឺអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេអ្នកនេះតកតងជាមួយនឹងការបញ្យល់3 plan ហ្នឹងឬ3គម្រោងហ្នឹងណាបាទ3គម្រោងហ្នឹងនេះអញ្ចឹងក្រុមហ៊ុនអធិនេះគឺ logo របស់ DistroKid បាទនេះគម្រោងទី1បាទនេះគម្រោងទី2ហើយនេះគម្រោងចុងក្រោយគម្រោងទី3នេះបាទអូខេអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេបាទអរគុណច្រើនចំពោះការតាមដានទស្សនារបស់បងប្អូនយើងពីដើមដល់ចប់អញ្ចឹងណាបើសិនមានអីចង់ដឹងទៀតអាចធ្វើការcomment បានខាងក្រោមវីដេអូបានហើយបើសិនបងប្អូនចង់ធ្វើការចុះឈ្មោះទិញ plan ឧទាហរណ៍ថា plan ទី1នេះក៏អាចទិញបានខ្ញុំដាក់ link នៅខាងក្រោមវីដេអូឲ្យមិនចាំបាច់បងប្អូនទៅធ្វើការទៅ
search ចូលនៅក្នុងនេះទេបាទបើសិនបងប្អូនយើងទិញចុះឈ្មោះតាមខ្ញុំបងប្អូននឹងបញ្ចុះតម្លៃឲ្យអញ្ចឹងនេះមានការបញ្ចុះតម្លៃអ្នកនាងណាបញ្ចុះតម្លៃមកអញ្ចឹងដូចខ្ញុំអញ្ចឹងណាអ្នកនាងបាទអូខេអញ្ចឹងបងប្អូនតែប៉ុណ្្នឹងអរគុណ